បាទគោរពជំរាបសួរបងប្អូនទាំងអស់គ្នាថ្ងៃនេះផងដែរ admin មកធ្វើ channel ថ្មីហើយសូមបងប្អូនចូលទៅចុច Subscribe ឬក៏សញ្ញាជាវនៅក្នុងវីដេអូនេះផងហើយនេះជាវីដេអូទី1អញ្ចឹងសូមបងប្អូនជួយគាំទ្រផងណាអញ្ចឹងកុំឲ្យខាតពេលវេលាយូរយើងចូលទៅស្ដាប់សាច់រឿងរបស់អ៊ំស្រីតែម្ដងទៅនៅក្នុងភូមិតូចមួយនៅក្នុងប្រទេសកម្ពុជាមានស្ត្រីឈ្មោះថាសុផាគាត់អាយុ60ឆ្នាំគាត់បានឆ្លងកាត់នៅទុក្ខលំបាកជាច្រើនក្នុងជីវិតប៉ុន្តែបេះដូងរបស់គាត់នៅតែមាននៅសប្តាហ៍ថ្ងៃនៅក្តីមេត្តាករុណាបន្ទាប់ពីគាត់បានត្រូវបាត់បង់ប្តីអស់មួយហើយគាត់ក៏បានរៀបការនឹងបុរសម្នាក់អាយុ20ឆ្នាំហើយនៅក្នុងភូមិជនបទនោះជាច្រើនការនិយាយសូត្រពីអាពាហ៍ពិពាហ៍ចម្លែកនេះប៉ុន្តែម៉ែសុផានិងវណ្ណាមិនដែលយកចិត្តទុកដាក់នោះឡើយពួកគេរស់នៅដោយសុខសាន្តក្នុងការថែរក្សាសួនតូចកូនមាន់និងចម្អិនម្ហូបជាមួយគ្នារៀងរាល់ថ្ងៃរាល់ល្ងាចពួកគេនឹងអង្គុយជិតរំពងឫស្សីផឹកតែហើយមើលថ្ងៃលិចវណ្ណាគោរពនិងចូលចិត្តប្រាជ្ញារបស់ម្ដាយសុផាណាស់ការអត់ធ្មត់និងចិត្តទន់ភ្លន់ក្នុងការណែនាំគាត់ខណៈនោះសុផាក៏ស្រឡាញ់នៅបុរសដែលជាអាយុ20ឆ្នាំហើយគាត់ឈ្មោះថាកុយហើយគាត់បានរស់នៅជាមួយគ្នាមានកូន2នាក់សេចក្តីស្រឡាញ់របស់ពួកគេមិនបានវាស់តាមអាយុទេតែវាស់តាមការគោរពនិងការរស់នៅសុខដុមរមនាទាំងទោះបីមានព្យុះភ្លៀងក៏ដោយពួកគេនៅតែប្រឈមមុខជាមួយគ្នាហើយនៅក្នុងចិត្តរបស់ពួកគេមានការអត់ធ្មត់យ៉ាងខ្លាំងជីវិតរបស់ពួកគេខ្លាចជាគំរូឲ្យមនុស្សក្នុងភូមិឃើញថាសេចក្តីស្រឡាញ់ពិតមិនវាស់តាមឆ្នាំទេប៉ុន្តែវាស់តាមការបន្តិចបន្តួចនៃព្រលឹងនិងសេចក្តីស្រឡាញ់របស់ពួកគាត់បន្ទាប់ពីរស់នៅជាមួយគ្នាជាមួយសុផានិងវណ្ណាបានក្លាយជាគូស្នេហ៍ដែលគ្រប់គ្នានៅក្នុងភូមិគោរពពួកគេចេះជួយគ្នាក្នុងដំណាក់កាលពេលនោះវណ្ណាទៅវាលស្រែម៉ែសុផាតែងតែយកអាហារទៅផ្ដល់ឲ្យចុងល្ងាចមិញវណ្ណាជួយគាត់ទឹកទាត់ទឹកឲ្យសួនបន្លែមួយថ្ងៃមានព្យុះធំមួយបំផ្លាញផ្ទះជាច្រើនកន្លែងវណ្ណាប្រញាប់ជួយអ្នកភូមិគ្រប់គ្នាដោយលើកដំបូលជួសជុលផ្ទះនិងយកអីវ៉ាន់ជួយអ្នកដែលបាត់បង់ម៉ែសុផាក៏មិនអះអាងថាមានអាយុចាស់ទេហើយគាត់ក៏ចែកចាយអាហារដល់អ្នកក្រីក្រនិងគេដែលខ្វះខាតអ្នកភូមិចាប់ផ្ដើមយល់ថាការរស់នៅរបស់គូស្នេហ៍នេះមិនមែនមានតម្លៃត្រឹមតែសេចក្តីស្រឡាញ់ទេប៉ុន្តែថែមទាំងជាគំរូនៃការយោគយល់ស្មោះត្រង់និងការជួយគ្នាទៅវិញទៅមកកាលណាមានពិធីបុណ្យភូមិឬក៏ខួបនៅក្នុងវត្តគូស្វាមីភរិយានេះតែងតែអង្គុយជាមួយគ្នាដោយមានស្នាមញញឹមពោពេញទៅដោយសុភមង្គលក្មេងៗក្នុងភូមិស្រឡាញ់ទៅលេងផ្ទះពួកគេព្រោះម៉ែសុផាតែងតែប្រាប់រឿងព្រេងចាស់ៗហើយវណ្ណាក៏ច្រៀងបទភ្លេងប្រពៃណីផ្ដល់សប្បាយនៅថ្ងៃចុងក្រោយនៃជីវិតម៉ែសុផា
គាត់មានអាយុ70ឆ្នាំហើយគាត់ដេកលើកម្រាលឥដ្ឋហើយនិយាយទៅកាន់វណ្ណាថាបងសេចក្តីស្រឡាញ់របស់យើងមិនដែលត្រូវវាស់តាមឆ្នាំនោះទេវានៅក្នុងចិត្តយើងបើថ្ងៃណាខ្ញុំទៅបងកុំទុកចិត្តឯកាណាសូមរក្សាថែទាំទាំងសុភមង្គលនេះជូនទៅដល់កូនចៅនិងអ្នកភូមិវណ្ណាកាន់ដៃនាងហើយទឹកភ្នែកហូរទៅមិនឈប់ប៉ុន្តែគាត់ក៏យល់ដឹងថាជីវិតដែលគាត់បានចែករំលែកជាមួយនាងគឺជាអំណោយដ៏ធំជាងគេចាប់ពីថ្ងៃនោះមករឿងរ៉ាវអំពីស្នេហ៍ម៉ែសុផានិងវណ្ណាត្រូវបានចងចាំក្នុងអ្នកភូមិជាអំពើបង្រៀនថាសេចក្តីស្រឡាញ់ពិតប្រាកដអាចលើកគ្រប់អាយុនិងពេលវេលាបន្ទាប់ពីខ្យល់ធំបានផុតទៅអ្នកភូមិវិលត្រឡប់មកមានសុភមង្គលវិញម៉ែសុផានិងវណ្ណាខ្លាចជាមនុស្សដែលអ្នកភូមិគោរពខ្លាំងណាស់គេហៅពួកគេថាពុកម៉ែភូមិព្រោះពួកគេជួយគ្នាមិនខានពេលព្រឹកថ្ងៃទើបរះព្រះអាទិត្យវណ្ណាយកគោទៅស្រែខណៈដែលម៉ែសុផាស្នាក់នៅផ្ទះស្រង់ទឹកឲ្យសួនច្បារនិងបន្លែហើយចម្អិនអាហារនិងបាយឲ្យទៅវណ្ណាពេលវណ្ណាត្រឡប់មកវិញក្លិនម្ហូបក្រអូបតែងតែធ្វើឲ្យគាត់មានកម្លាំងពួកគេចែករំលែកអាហារទៅឲ្យអ្នកក្រីក្រនៅជិតខាងថ្ងៃមួយនៅក្នុងភូមិមានក្មេងប្រុសម្នាក់ឈ្មោះថាតារាដែលកំពុងកើតជំងឺធ្ងន់គាត់គ្មានឪពុកម្ដាយទេមានតែជីដូនចាស់ជរាមួយម៉ែសុផានិងវណ្ណាបានយកតារាទៅថែរក្សាដូចជាកូនរបស់ពួកគេចងចាំសៀវភៅខ្មែរចាស់ហើយប្រាប់រឿងព្រេងអំពីព្រះអាទិត្យនិងព្រះអាទិទេពឲ្យក្មេងនោះស្ដាប់រាល់យប់តារាធំឡើងក្នុងដៃពួកគេដូចជាកូនពិតនៅពេលមានបុណ្យភូមិម្ដងវណ្ណាតែងតែច្រៀងភ្លេងប្រពៃណីខ្មែរដើម្បីឲ្យក្មេងៗរាំសប្បាយម៉ែសុផាវាយកន្ទ្រើងដាក់ផ្លែឈើនិងផ្កានិងអាហារទៅដល់វត្តជួយព្រះសង្ឃពួកគេចេះបង្រៀនកូនក្មេងឲ្យគោរពវប្បធម៌និងប្រពៃណីខ្មែរក្រោយមកតារាធំឡើងក្លាយជាគ្រូបង្រៀនភូមិគាត់តែងតែនិយាយថាបើគ្មានម៉ែសុផានិងពុកវណ្ណាខ្ញុំប្រហែលជាមិនអាចរស់ដល់ថ្ងៃនេះបានទេពួកគេបង្រៀនខ្ញុំឲ្យដឹងថាសេចក្តីស្រឡាញ់មិនមែនសម្រាប់គូស្វាមីភរិយាប៉ុណ្ណោះទេប៉ុន្តែសម្រាប់មនុស្សទាំងអស់ក្នុងសង្គមជីវិតរបស់ម៉ែសុផានិងវណ្ណាក្លាយជាភាពជោគជ័យក្នុងចិត្តអ្នកភូមិទោះពេលវេលាចាប់ផ្ដើមធ្វើឲ្យសក់ពុកស្រងាត់កាន់តែច្រើនក៏ស្នេហ៍របស់ពួកគេនៅតែរឹងមាំដូចដើមឈើដែលឈរនៅកណ្ដាលភូមិពេលវេលាឆ្លងកាត់មួយរដូវទៅមួយរដូវម៉ែសុផាចូលដល់អាយុ75ឆ្នាំសក់នាងសពថ្ងៃពោពេញដោយពណ៌សទោះជាយ៉ាងណាស្នាមញញឹមនិងទឹកមុខមានសុភមង្គលនៅដូចដើមវណ្ណាទោះតែមានអាយុច្រើនតិចជាងប៉ុន្តែគាត់ក៏ចាប់ផ្ដើមមានជំងឺចាស់តាមវ័យដែរមួយថ្ងៃនៅពេលមានពិធីបុណ្យធំយប់នោះភូមិសុទ្ធតែមានសំឡេងរាំល្ខោននិងច្រៀងប្រពៃណីក្មេងៗនិងអ្នកចាស់គ្រប់គ្នារីករាយតារាដែលធ្លាប់មានធំក្នុងដៃពួកគេឥឡូវនេះក្លាយជាគ្រូធំមានសិស្សានុសិស្សជាច្រើនគាត់បាន
នាំក្រុមកុមារច្រៀងបទសំយោសំឡេងថ្លាជូនពុកវណ្ណានិងម៉ែសុផាដោយថាពុកម៉ែជាម្ចាស់ពន្លឺនៃភូមិសេចក្តីស្រឡាញ់របស់ពុកម៉ែបានបង្រៀនយើងឲ្យរស់នៅដោយសន្តិភាពនិងគោរពគ្នាទឹកភ្នែកវិលលើភ្នែកអ្នកចាស់ទាំងពីរពួកគេដឹងថាជីវិតមិនមែនយូរហើយប៉ុន្តែពួកគេបានទុកអនុស្សាវរីយ៍ដ៏មានតម្លៃជាមួយអ្នកភូមិនេះផងដែរបន្ទាប់ពីបុណ្យនោះមិនយូរម៉ែសុផាបានចាកចេញក្នុងសុភមង្គលដោយវណ្ណាកាន់ដៃនាងរហូតដល់ដង្ហើមចុងក្រោយភូមិទាំងមូលបានរៀបចំបុណ្យសពដ៏ធំដោយកូនចៅនិងអ្នកភូមិចូលរួមអញ្ជើញវណ្ណានៅរស់បន្តជាច្រើនឆ្នាំទៀតគាត់គ្មានថ្ងៃណាមានអារម្មណ៍ឯកាទេព្រោះកូនចៅនិងអ្នកភូមិគ្រប់គ្នាតែងតែយកចិត្តទុកដាក់គាត់បានបន្តសាងសង់សួននិងបង្រៀនក្មេងៗអំពីវប្បធម៌ខ្មែរដោយដែលម៉ែសុផាធ្លាប់ធ្វើស្រាប់តែភូមិនោះក្លាយជាភូមិឧត្តមមង្គលមានសុភមង្គលនិងរួមគ្នាដូចជាក្រុមគ្រួសារមួយរឿងរ៉ាវស្នេហ៍របស់ម៉ែសុផានិងវណ្ណាត្រូវបានរក្សាទុកជារឿងព្រេងបន្តទៅកូនចៅជារៀងរាល់រហូតហើយជាអក្សរចុងក្រោយដែលអ្នកភូមិចងចាំគឺសេចក្តីស្រឡាញ់ពិតមិនធ្លាក់ចុះដោយពេលវេលាប៉ុន្តែវាលូតលាស់ជាមួយព្រលឹងរបស់មនុស្សទាំងអស់ក្រោយពេលម៉ែសុផាចាកចេញទៅវណ្ណានៅតែរស់ហើយខ្លាចជាអ្នកចាស់ដែលមានកិត្តិយសក្នុងភូមិគាត់បានទទួលតារាជាកូនប្រសាសន៍ដូចជាកូនពិតតារានិងភរិយារបស់គាត់បានចាប់មានកូនចៅនោះមានឈ្មោះថាសុធាក្មេងសុធាមានចិត្តរឹងមាំចូលចិត្តរៀនសូត្រនិងជួយអ្នកដទៃសុធាអាយុ15ឆ្នាំគាត់តែងតែនៅអង្គុយជាមួយពុកវណ្ណានៅក្រោមដើមពោធិ៍កណ្ដាលភូមិវណ្ណាប្រាប់រឿងអំពីម៉ែសុផានិងជីវិតកាលកន្លងមកឲ្យក្មេងស្ដាប់ជារៀងរាល់ថ្ងៃវណ្ណានិយាយថាចងចាំថាកូនសេចក្តីស្រឡាញ់មិនមែនសម្រាប់គូស្វាមីភរិយាប៉ុណ្ណោះទេវាគឺជាការមេត្តាករុណាដែលយើងចែកគ្នាដល់អ្នកជុំវិញកូនត្រូវយកចិត្តទុកដាក់ជួយគ្នាដូចដែលយើងបានធ្វើនៅក្នុងភូមិនេះអញ្ចឹងពេលវណ្ណាចូលដល់អាយុ40ឆ្នាំគាត់ក៏នៅតែនៅក្នុងភូមិនោះដោយមានសុភមង្គលក្រោយមកសុធាបានធំឡើងក្លាយជាមនុស្សមានចិត្តសប្បុរសធម៌ដោយបន្តបេសកកម្មរបស់ពុកវណ្ណានិងម៉ែសុផាគាត់បានបើកសាលារៀនតូចមួយនៅភូមិដើម្បីឲ្យកុមារដែលក្រីក្រមានឱកាសរៀនសូត្រភូមិបានរីកចម្រើនកាន់តែច្រើនព្រោះមនុស្សគ្រប់គ្នាមានស្មារតីស្នេហាដូចជាម៉ែសុផានិងពុកវណ្ណាអញ្ចឹងពួកគេគោរពគ្នាជួយគ្នាហើយចែករំលែកសុភមង្គលដល់គ្នាចំនួនក្រោយក្មេងៗតែងតែសួរពួកមេតាយាយថាតើពុកវណ្ណានិងយាយសុផាជាអ្នកដូចម្ដេចហើយអ្នកចាស់តែងតែឆ្លើយថាពួកគេគឺជាអ្នកដែលបានបង្រៀនឲ្យយើងដឹងថាសេចក្តីស្រឡាញ់ពិតមិនស្លាប់ជាមួយមនុស្សទេវាបន្តរស់នៅក្នុងចិត្តរបស់អ្នករាល់គ្នាសុធាខ្លាចជាចំនួនក្រោយដែលទទួលមរតកស្នេហ៍និងគុណវធម៌ពីម៉ែសុផានិងពុកវណ្ណាកាលណាគាត់ធំឡើងដល់វ័យជាមនុស្សពេញវ័យសុធាបានជួបស្រីម្នាក់ឈ្មោះថាស្រីតែមដែលមានចិត្តល្អនិងស្រឡាញ់ការជួយអ្នកដទៃដូចគាត់ផងពួកគេបានស្រឡាញ់គ្នាហើយរៀបពិធីមង្គលការដោយពេលនោះឪ
ពុកវណ្ណាដែលជាអ្នកចាស់ជាងគេក៏នៅតែឈរនៅត្រង់នោះហើយពេលដែលរៀបចំការកូនចៅអ្នកភូមិទាំងអស់បានចូលរួមនៅពិធីរៀបការតារាឪពុកសុធាបាននិយាយឲ្យភ្ញៀវស្ដាប់ថាសុធានឹងតែមត្រូវបន្តជាភ្លើងចង្កៀងដើម្បីឲ្យភូមិនេះនៅតែរលោងនិងភ្លឺថ្លាដូចម៉ែសុផានឹងពុកវណ្ណានៅត្រង់នឹងអញ្ចឹងក្រោយពីពិធីរៀបការរបស់សុធានឹងតែមបានបើកសាលារៀនហើយនឹងបណ្ណាល័យតូចមួយនៅក្បែរវត្តកុមារក៏ចូលរៀនអានសៀវភៅអានរឿងព្រេងនិងអានអក្សរខ្មែរភូមិទាំងមូលកាន់តែចេះគ្នាមានសេចក្តីសុខហើយក្មេងៗកាន់តែចេះគោរពប្រពៃណីបន្ទាប់ពីជីវិតក៏មិនតែងតែស្រស់ស្អាតទេមួយឆ្នាំមានជំងឺឆ្លងធំមកដល់ភូមិមនុស្សជាច្រើនឈឺនិងខ្លះស្លាប់មនុស្សក្នុងភូមិភ័យខ្លាចតែសុធានិងតែមមិនដែលលាក់ខ្លួនទេពួកគេជួយថែទាំអ្នកជំងឺបែងចែកអាហារទៅគ្រួសារដែលខ្វះខាតចំណែកឯពុកវណ្ណានិងសុធាហើយព្រមទាំងឪពុកសុធាផងដែរក៏ជួយអ្នកភូមិអំពីថ្នាំសង្កូវផ្សេងជីវិតរបស់សុធានិងភរិយាខ្លាចជាការចងចាំថាសេចក្តីស្រឡាញ់មិនត្រឹមតែសម្រាប់គូស្វាមីប៉ុន្តែសម្រាប់មនុស្សទាំងអស់គ្នាហើយចំណែកឯពុកវណ្ណាក៏តែងតែក្រោបពីដំណេកមកមើលអ្នកជំងឺចង់ដឹងថាជំងឺនឹងជាជំងឺអ្វីតើអាចឆ្លងពីមួយទៅមួយទេពេលនោះភូមិបានវិលត្រឡប់មកមានភាពសុខសាន្តវិញមនុស្សទាំងអស់ស្គាល់ថាបើគ្មានសុធានិងតែមនិងឪពុករបស់សុធានិងតារបស់សុធាប្រហែលជាអ្នកភូមិនឹងបាត់បង់មនុស្សជាច្រើនហើយពេលកូនសុធានិងកូនតែមធំឡើងពួកគេក៏បានបន្តការងារដូចឪពុកម្ដាយនិងជីដូនជីតាភូមិនោះខ្លាចជាមរតកនៃសេចក្តីស្រឡាញ់ជាអស់ការជានិច្ចក្រោយពេលសុធានិងតែមបានបន្តស្នេហ៍នឹងការបម្រើសង្គមកូនចៅរបស់ពួកគេក៏បានកើតមានចំនួនក្រោយនេះមានកូនប្រុសម្នាក់ឈ្មោះថាវណ្ណៈគាត់ធំឡើងក្នុងភូមិដែលពោរពេញដោយវប្បធម៌និងសេចក្តីស្រឡាញ់និងការជួយគ្នាចំណែកឯជីតារបស់គេក៏នៅមើលវណ្ណៈរហូតដល់ធំនឹងក្តីវណ្ណៈមានចិត្តស្រឡាញ់សិល្បៈគាត់រៀនច្រៀងចាប៉ីនិងរាំល្ខោនជាមួយក្រុមយុវជនភូមិពេលមានពិធីបុណ្យឬបុណ្យវត្តគាត់តែងតែជាមនុស្សដែលនាំឲ្យក្មេងៗមានកម្លាំងចិត្តនិងសប្បាយរីករាយប៉ុន្តែពេលវណ្ណាក្មេងៗមានក្រុមជនបរទេសមកប្រើប្រាស់ដីក្នុងភូមិដើម្បីមកឈើធំពួកគេកាប់ព្រៃចាប់សត្វនិងបំផ្លាញធម្មជាតិឪពុកវណ្ណានិងឪពុកសុធាបានរាំងស្ទះពួកបរទេសនោះកុំឲ្យចូលមកកាប់ឆ្ការព្រៃដែលនៅក្នុងប្រាសាទព្រោះមានអ្នកការពារតែមិនចឹងទេគឺត្រូវទទួលបាបកម្មជារៀងរហូតវណ្ណាក៏មិនអាចសាងអំពើអាក្រក់បានដែរគាត់បានប្រមូលយុវជនធ្វើការពារប្រាសាទចាស់និងព្រៃនិងបឹងពួកគេនិយាយថាយើងមិនអាចទុកឲ្យអ្នកភូមិទទួលរងគ្រោះដោយសារជនបរទេសមកបំផ្លាញព្រៃឈើនៅក្នុងនេះបានទេចំណែកឯសង្គ្រាមតូចមួយកើតឡើងរវាងអ្នកភូមិនិងជនបរទេសតែដោយសារតែការ
រួមគ្នាជាថ្នាក់នឹងការចងចាំស្នេហ៍របស់ម៉ែសុផានិងតាវណ្ណាមនុស្សក្នុងភូមិបានឈ្នះដោយសន្តិវិធីពួកគេបានប្រើប្រាស់ការចងចាំបង្ហាញពីប្រវត្តិសាស្ត្រនិងតម្លៃវប្បធម៌ដល់មនុស្សក្រោយពីសង្គ្រាមនោះភូមិបានក្លាយជាទីកន្លែងដ៏ល្បីដែលមនុស្សទាំងអស់មកទស្សនាដើម្បីសិក្សាអំពីស្នេហារបស់អ្នកភូមិដែលកើតឡើងពីជីវិតសាមញ្ញរបស់ស្ត្រីចាស់ម្នាក់អាយុ60ឆ្នាំនិងបុរសក្មេងជាងតាមរយៈជំនាន់ជាបន្តបន្ទាប់សេចក្តីស្រឡាញ់នោះបានត្រូវបានផ្លាស់ប្ដូរពីជីវិតផ្ទាល់ទៅជាព្រះនិទានក្មេងៗតែងតែស្ដាប់រឿងនេះក្រោមដើមពោធិ៍យប់រាត្រីហើយគ្រូភូមិតែងតែនិយាយថាបើគ្មានស្នេហារបស់ម៉ែសុផានិងពុកវណ្ណាទេភូមិនេះប្រហែលជាមិនបានរស់រហូតដល់សព្វថ្ងៃទេហើយដូច្នេះភូមិនោះបានក្លាយជាសញ្ញាមួយនៃប្រទេសកម្ពុជាដែលបង្ហាញថាសេចក្តីស្រឡាញ់ពិតប្រាកដអាចក្លាយជាមរតកអស់កាលជានិច្ចពេលកន្លងមកជាច្រើនជំនាន់ភូមិនេះត្រូវបានគេស្គាល់ថាភូមិស្នេហាអ្នកជំនាន់ក្រោយបានសម្រេចថាត្រូវសង់សីមានិងស្ថាបនាកន្លែងគោរពដល់ម៉ែសុផាពួកគេបានសង់សាលាក្បាលស្រឡាញ់នៅក្បែរដើមពោធិ៍ចាស់កណ្ដាលភូមិដែលជាកន្លែងដែលម៉ែសុផាធ្លាប់អង្គុយផឹកតែនិងនិយាយគ្នារៀងរាល់ល្ងាចក្នុងសាលានោះមានរូបចម្លាក់ឈើពីរដើមរូបចម្លាក់ស្ត្រីចាស់ជាម៉ែសុផាហើយរូបទាំងនោះកាន់ដៃគ្នាជាមួយនឹងពុកសុផាព្រោះគេបានដឹងថាគាត់ក៏បានផ្ដល់តម្លៃឲ្យអ្នកភូមិជាច្រើនដែរដោយមានស្នាមញញឹមស្ងប់ស្ងាត់ពុកវណ្ណាគឺជាមនុស្សនៅក្នុងភូមិនិងផ្ដល់ឲ្យភ្ញៀវទេសចរមកជប់លៀងជារៀងរាល់ឆ្នាំក្នុងពិធីឈ្មោះបុណ្យស្នេហ៍អស្ការពិធីនេះធ្វើឲ្យរដូវវស្សាពេលភ្លៀងធ្លាក់នាំសេចក្តីស្រស់ស្រាយនៅពេលនោះអ្នកភូមិនាំអាហារផ្លែឈើនិងភ្លេងប្រពៃណីកាន់សាលាអ្នកចាស់ប្រាប់រឿងអំពីម៉ែសុផានិងពុកវណ្ណាឲ្យក្មេងៗស្ដាប់ក្មេងៗទៀតច្រៀងនិងរាំជុំវិញដើមពោធិ៍កន្លែងនេះក្លាយជាទីកន្លែងដែលគូស្នេហាក្មេងៗមកអង្វរឲ្យមានសេចក្តីស្រឡាញ់ដ៏រឹងមាំអ្នកចាស់មកអធិដ្ឋានឲ្យកូនចៅរស់នៅក្នុងសន្តិភាពហើយព្រះនិទាននេះបានចូលទៅក្នុងប្រពៃណីជាតិគេបង្រៀននៅសាលាគេរៀបចំជាកំណាព្យនិងរឿងព្រេងអ្នកនិពន្ធសរសេរប្រឡោមលោកយកជីវិតរបស់ម៉ែសុផានិងវណ្ណាជាគំរូជំនាន់ថ្មីចូលចិត្តនិយាយថាប្រទេសយើងអាចមានអំណាចឬបាត់បង់អំណាចតែបើមានសេចក្តីស្រឡាញ់ដូចម៉ែសុផានិងវណ្ណាប្រទេសនេះនឹងមិនបាត់បង់ជីវិតជាអស់កាលឡើយហើយដូច្នេះស្នេហ៍របស់ពួកគេមិនត្រឹមតែជារឿងជីវិតសាមញ្ញក្នុងភូមិទៀតទេតែបានក្លាយជាសញ្ញានៃជាតិនិងមរតកវប្បធម៌ខ្មែរនៅភូមិស្នេហ៍អស្ការនោះកាលណាព្រះអាទិត្យលិចខ្យល់ត្រជាក់បក់ល្វិចៗតាមដើមឈើអ្នកចាស់នឹងអង្គុយជុំវិញកុមារហើយចាប់ផ្ដើមនិយាយជាទំនុកដូចនេះស្ត្រីចាស់អាយុជាច្រើននិងម៉ែសុផាបេះដូងស្រឡាញ់មិនចាស់តាមរាងកាយឡើយបរោះក្មេងៗជាវណ្ណាប្តីស្មោះស្រឡាញ់គ្មានកំណាព្យអាយុជាយប់ថ្ងៃប៉ុន្តែសេចក្តីស្រឡាញ់គ្មានព្រំដែនក្តីសុខក្តីសាន្ត
ស្នេហ៍ស្មោះស្នេហ៍ថ្លៃធ្វើឲ្យភូមិនេះភ្លឺថ្លាកុមារតូចនឹងភ្ញាក់ផ្អើលហើយសួរថាតើពួកគេចាស់ប៉ុណ្ណាតើស្នេហ៍ពួកគេមិនបាត់មែនទេអ្នកចាស់នឹងញញឹមហើយឆ្លើយថាអាយុអាចបំផ្លែងសាច់ឈាមតែក្តីស្រឡាញ់ពិតមិនអាចបំផ្លែងបានទេស្រឡាញ់ដូចម៉ែវណ្ណានិងពុកវណ្ណាអស់ជីវិតក៏នៅតែជាការជានិរន្តរ៍ហើយនៅរាល់រាត្រីពេលព្រះច័ន្ទនិងភ្ញៀវជាច្រើនបាននិយាយថាពេលឈរនៅជិតដើមពោធិ៍កណ្ដាលភូមិអាចឮសំឡេងនារីចាស់និងបុរសក្មេងនិយាយសើចតាមខ្យល់ដូចជាពួកគេនៅតែរស់រានមានជីវិតអញ្ចឹងរឿងហ្នឹងចប់តែប៉ុណ្្នឹងបងប្អូនសូមបងប្អូនចូលទៅខមមិនម្នាក់មួយផងអញ្ចឹងបាយបងប្អូនជួបគ្នានៅវីដេអូក្រោយទៀត